នេះគឺជារថយន្ត Ford Everest Titanium ឆ្នាំ2026ហើយវាមានជាប្រភេទបូមអេឡិចត្រូនិកយើងមើលទៅវាដូចតា025 24 23ដូចគ្នាហើយក៏ហ្នឹងក៏យើងអាចបត់បានទៀតបើសិនជាយើងចង់ឲ្យយ៉ាងអង្គុយខាងក្រោយគាត់ចូលគាត់យើងអាចរុញវាមកអញ្ចឹងបានបាទជំរាបសួរបងទាំងអស់គ្នាអញ្ចឹងរថយន្តដែលនៅខាងមុខខ្ញុំនេះគឺជារថយន្ត Ford Everest Titanium ឆ្នាំ2026ដែលជារថយន្តទើបតែចូលស្តុកថ្មីទេនៅក្នុងសប្តាហ៍នេះអញ្ចឹងដូចបងប្អូនឃើញស្រាប់ឡាននេះគឺជាប្រភេទ Titanium អញ្ចឹងជាប្រភេទ Titanium គឺក្រូមេរបស់វាជាបណ្ណានោះគឺក្រូមេបាទហើយជាមួយនឹងយ៉ាន់ជាមួយនឹងកញ្ចក់ក្តោបចំហៀងដៃទ្វារអីហ្នឹងហើយអា body cam នេះអីគឺសិតតែក្រូមេទាំងអស់បើនិយាយពីផ្នែកខាងក្រោយគឺវាមានបង្ហាញជាមួយនឹងអក្សរ Titanium នៅkiaនេះដែរអញ្ចឹងនៅគូខាងក្រោយនេះយើងអាចបើកបានហើយវាមានជាប្រភេទបូមអេឡិចត្រូនិកហើយនៅគូខាងក្រោយនឹងដូចគ្នាគឺយើងអាចប្រើជាមួយនឹងកៅអី2នៅនេះទៀតអញ្ចឹងយើងចុចនេះបានកាលណាយើងចុចមកគឺវានឹងងើបបានដូចគ្នាអញ្ចឹងដែរអញ្ចឹងបើសិនជាយើងមានអីវ៉ាន់អីយើងអាចបិទវាបានដល់ពេលអត់មានទេយើងចង់ឲ្យសមាជិករបស់យើងអង្គុយថែមអីយើងអាចចុចកៅអីហ្នឹងមកដើម្បីឲ្យគាត់អាចអង្គុយនៅផ្នែកខាងក្រោយហ្នឹងបានហើយយើងបិទមកវិញយើងអាចដើរមើលមកជុំបន្ថែមទៀតអញ្ចឹងបញ្ជាក់ដែរជាមួយនឹង stop របស់វាខាងក្រោយនេះជាប្រភេទ LED អញ្ចឹងឃើញថាដាច់កង់ឃើញស្អាតមែនតើជាពិសេសវាស៊ីជាមួយនឹងពណ៌ខ្មៅទៀត stop ក្រហមរបស់យើងណាឥឡូវមកមើលឡានខាងក្នុងម្ដងអូខេខាងក្នុងបើយើងមើលទៅវាដូចតា025 24 23ដូចគ្នាប៉ុន្តែគាត់ថា model ឆ្នាំរបស់វានេះគឺជាប្រភេទ026ហើយឆ្នាំ2026ហើយបញ្ជាក់ត្រង់នេះដែរគឺមាន ambient light សម្រាប់បងប្អូនមួយចំនួនគាត់ទិញទៅបើសិនជាគាត់អត់តាន់បានបើកនៅក្នុង screen នោះទេអាចរកមើលបាននៅក្នុង setting គាត់ជាមានហើយនៅក្នុងនោះវាមានជាប្រភេទ wireless charge ដែរនៅkiaនេះហើយប្រអប់លេខរបស់វានេះជាប្រភេទ e-shifter មានវាំងដៃអេឡិចត្រូនិកមាន drive mode ផងដែរសម្រាប់ប្រភេទ Everest Titanium ហ្នឹងណាអញ្ចឹងពណ៌ខាងក្នុងអីក៏អីសិតតែជាពណ៌ brown មើលទៅវា premium ហើយផ្នែកខាងលើវិញគឺមានបើកដំបូលផងដែរបងប្អូនអញ្ចឹងអានេះគឺជាបង្ដនបើសិនជាយើងចុចមួយទៀតទៅវាខាងលើគឺមានជាមួយនឹងកញ្ចក់ដែលយើងអាចបើកឲ្យក្មេងៗឬគាត់បងចង់ enjoy fresh air អីគឺអាចបានអញ្ចឹងវាជួរទី2អញ្ចឹងសម្រាប់ជួរទី2ក៏មានភាពទលាយដែរកន្លែងដាក់ជើងនេះដោយសារកៅអីខាងមុខនេះគឺខិតមករៀងគួរសមដែរហើយនៅផ្នែកខាងលើនេះគឺយើងមានជាមួយនឹងម៉ាស៊ីនត្រជាក់ទៀតបាទអញ្ចឹងអ្នកអង្គុយជួរទី2ក៏មិនក្តៅដែរហើយជួរទី3ក៏មានម៉ាស៊ីនត្រជាក់ដូចគ្នានៅផ្នែកខាងក្រោយនេះហើយសម្រាប់កៅអីនេះដែរបងប្អូនអាចខិតអង្កលបានជាក់ស្ដែងទៅវាមានដៃសម្រាប់ខិតអង្កលនេះយើងអាចទាញវាបានណាហើយកៅអីហ្នឹងក៏យើងអាចបត់បានទៀតបើសិនជាយើងចង់ឲ្យយ៉ាងអង្គុយខាងក្រោយគាត់ចូលគាត់យើងអាចរុញវាមកអញ្ចឹងបានដើម្បីឲ្យអ្នកអង្គុយខាងក្រោយគាត់ចូលទៅមានភាពងាយស្រួលបាទអូខេអញ្ចឹងសម្រាប់បងប្អូនណាដែលកំពុងតែមានតម្រូវការសម្រាប់ Ford Everest Titanium ឆ្នាំ2026នេះបងប្អូនអាចអញ្ជើញតំណែងមកកាន់ខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅលើអេក្រង់នេះឬបើសិនជាមានព័ត៌មានបន្ថែមអីក៏អាចសាកសួរបានផងដែរអរគុណជំរាបលា